Hello មួយទាំងអស់គ្នាថ្ងៃនេះហាង Berry Shop ចង់បង្ហាញបងមួយដែលគាត់ត្រូវការជាប្រភេទ cooler បងចាជាប្រភេទ cooler ដែលត្រជាក់ហើយអាចធ្វើឲ្យកក់ជាមួយនឹងទឹកនោះបងដឹងគុណភាពវាខ្ពស់ខ្លាំងដែរវាត្រជាក់រហូតដល់កក់ទឹកណាឥឡូវខ្ញុំសូមបង្ហាញពីប្រអប់ខាងក្នុងថាវាមានអ្វីខ្លះនេះគឺជាប្រភេទខ្សែភ្លើងដោយដោត connect ពី cooler ចូលទៅក្នុង power bank ក៏បានចូលទៅក្នុងដោយឆ្នាំងសាករបស់យើងក៏មានណាតែមកទៅជាមួយនឹងខ្សែសាកនឹងមួយទេណាបងណាអត់មានមកជាមួយនឹងក្បាលឆ្នាំងសាកទេខ្ញុំសូមបញ្ជាក់ឲ្យពួកមានបងមួយចំនួនគាត់ឆាតសួរពីនឹងឆ្នាំងក្បាលសាកអញ្ចឹងណាបងអាចប្រើជាមួយនឹងឆ្នាំងក្បាលសាករបស់ទូរស័ព្ទយើងបានហើយក៏ជូនជាមួយនឹងដៃ play game ចាអានោះពាក់ទៅគឺបងអាចលេង play game វាអត់សូវស្រោបដៃខ្លាំងណាបងចាហើយមួយទៀតក៏ជូនជាមួយនឹងប្រាប់កឹប2ចាប្រាប់កឹបនោះគឺកឹបទៅលើ cooler របស់យើងផ្ទាល់តែម្ដងដើម្បីយើងញ៉ាំជាប់ជាមួយនឹងទូរស័ព្ទមិនថាទូរស័ព្ទទំហំរៀងធំប៉ុណ្ណាទេក៏នៅតែអាចកឹបជាប់បានដែរណាជាក់ស្ដែងទូរស័ព្ទរបស់ខ្ញុំគឺ M25 Ultra គឺទំហំអេក្រង់គឺវាធំដែរអញ្ចឹងយើងកឹបទៅមិនល្មមហើយក៏ជូនជាមួយនឹងបិទខាងក្រោយបងដោយសារតែ M25 អត់មានចុកដូចថាជាប្រទេសដៃដែលយើងដាក់ទៅឆក់ឯណាហ្នឹងហើយអញ្ចឹងយើងបងអាចបិទជាមួយនឹងប្រទេសដៃហ្នឹងជាមួយនឹងទូរស័ព្ទរបស់បងបានចាប់ពីខ្ញុំបង្ហាញបងពីការបិទចាឲ្យបងគ្រាន់តែយក cooler របស់យើងដាក់ជាប់ជាមួយនឹងបន្ទះបិទហ្នឹងទៅគឺឆក់ជាប់ហើយនេះខ្ញុំបង្ហាញបងអំពីយើងសាកជាមួយនឹង power bank ហើយ power bank នេះដែរគឺខាងក្រុមហ៊ុនរបស់យើងមានលក់ដូចគ្នាណាបងអាចធ្វើការកម្ម order បានណាបញ្ហាទេឥឡូវយើងដោត testing ជូនបងវិញភ្លាមតែម្ដងមានភ្លើងលោតរហូតដល់ទៅ3ពណ៌បងចាដូចបងឃើញស្រាប់អញ្ចឹងគឺថាស្រស់ស្អាតខ្លាំងមែនតែនបងស្រីក៏ប្រើបានប្រុសក៏ប្រើបានហើយដែលខ្ញុំនិយាយអញ្ចឹងបងដែលស្រីបងអាចប្រើពណ៌សទៅណាបើសិនជាបងប្រុសដែលគាត់ចូលចិត្តប្រើបែបសាមញ្ញមិនសូវចង់ប្រឡាក់ខ្លាំងអីទេអាចប្រើជាប្រភេទពណ៌ខ្មៅបានណានិយាយទៅយើងមានពីរពណ៌ពីរជម្រើសជូនបងចាតែខ្ញុំខ្មៅសខ្ញុំប្រើបានទាំងអស់អានេះដោយសារតែខាងក្រុមហ៊ុនគាត់ដាក់មកឲ្យយើង testing ជាមួយនឹងពណ៌សអញ្ចឹងពេលដែលខ្ញុំ review ជូនបងគឺយើងដាក់ពណ៌សជូនបងដែរហ្មងណាគឺថាគ្រាន់តែភ្លាមលោតភ្លើងអញ្ចឹងបែបភ្លាមឲ្យបងមើលណាហើយតាក់ទងជាមួយនឹងប៊ូតុងគឺវានៅចិត្តកន្លែងដូចនឹងមានតែប៊ូតុងមួយឯងដូចដោតហ្នឹងណាខ្ញុំតែឲ្យបងមើលថាដាក់ទៅវាឆក់ចាគឺអត់ងាយជ្រុះទេបងឆក់ហាប់ជាប់ហាំជាប់មែនតើហ្មងណាអត់ងាយចេញមកទេចាហើយនេះដែរយើងបិទនៅផ្នែកខាងក្រោយទូរស័ព្ទរបស់យើងតែម្ដងណាចាបិទខាងក្រោយទូរស័ព្ទក៏ប៉ុន្តែអា Note 10របស់ខ្ញុំនេះគឺវាមានប្រព័ន្ធឆក់ហើយស្រាប់ឲ្យបងត25 Ultra បងដែលគាត់ប្រើជាភេទ Ultra 25 Ultra បងដឹងហើយអត់មានឆក់អីអញ្ចឹងក៏ត្រូវការប្រទេសហ្នឹងដើម្បីជាជំនួយនឹងទូរស័ព្ទផ្សេងទៀតដែលអត់មានជាខាងក្រោយដែលឆក់ហ្នឹងគឺដាក់ជាមួយបន្ទះហ្នឹងទៅគឺអាចជួយបងមកឲ្យធ្វើឲ្យត្រជាក់លឿននៅផ្នែកថ្មខាងក្រោយរបស់ទូរស័ព្ទយើងបាននៅពេល